Bismillahirrahmanirrahim. Alhamdulillahirabbil alamin wassalatu wassalamu ala asyrafil anbiya'i wal mursalin nabiyina Muhammad wa ala alihi wa sahbihi wasallam. Allahumma 'allimna ma yanfa'una wanfa'na bima 'allamtana. Rabbana zidna ilma. Assalamualaikum warahmatullahi wabarakatuh. បងប្អូនទាំងអស់ជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះគឺយើងមានប្រធានបទមួយទាក់ទងជាមួយនឹងទស្សនៈអប់រំអ៊ីស្លាមទី1យើងត្រូវដឹងថាតើទស្សនៈអប់រំអ៊ីស្លាមគឺផ្អែកទៅលើអ្វីខ្លះឬក៏ផ្ដោតទៅលើអ្វីខ្លះនៅក្នុងការអប់រំទស្សនៈនៃការអប់រំអ៊ីស្លាមគឺជាប្រព័ន្ធនៃការអប់រំដែលក្តោបទូទៅដើម្បីអប់រំបុគ្គលម្នាក់ឲ្យក្លាយទៅជាមូស្លីមដែលពេញលេញដោយដែលគម្ពីរអល់កុរអានក៏ដូចជាប្រសាសន៍របស់ជាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមនៅក្នុងទស្សនៈនៃការអប់រំអ៊ីស្លាមទី1គឺគេផ្ដោតទៅលើអលហ្វិគ្រីយ៉ាគឺគេផ្ដោតទៅលើផ្នត់គំនិតផ្ដោតទៅលើការអភិវឌ្ឍផ្នែកគំនិតក៏ដូចជាបញ្ញាញាណរបស់មនុស្សទី2គឺតកតងនឹងជំនឿក្នុងនាមយើងជាអ្នកមូស្លីមយើងត្រូវមានគោលជំនឿឲ្យច្បាស់លាស់ទី3គឺតកតងជាមួយនឹងស្មារតីផ្លូវចិត្តអ៊ីស្លាមគឺផ្ដោតការអប់រំទៅលើផ្លូវចិត្តហើយចំណុចទី4គឺតកតងជាមួយនឹងសង្គមអ៊ីស្លាមអប់រំបុគ្គលមូស្លីមឲ្យយកចិត្តទុកដាក់ចំពោះបញ្ហាសង្គមផងដែរមិនមែនយើងរស់នៅដោយឡែកឯកោពីសង្គមនោះទេចំណុចទី5គឺតកតងជាមួយនឹងរូបកាយអ៊ីស្លាមក៏យកចិត្តទុកដាក់ជាមួយនឹងការអប់រំផ្លូវកាយផងដែរហើយចំណុចចុងក្រោយគឺតកតងជាមួយនឹងអកប្បកិរិយានេះគឺជាគោលគ្រឹះទាំង6ដែលអ៊ីស្លាមផ្ដោតទៅលើការអប់រំបុគ្គលមូស្លីមឥឡូវនេះយើងទៅចំណុចទី1តកតងជាមួយនឹងអលហ្វិគ្រីយ៉ាតកតងនឹងបញ្ញាញាណតកតងជាមួយនឹងគំនិតអញ្ចឹងយើងដឹងហើយថានៅក្នុងគម្ពីរកូរ៉ានការប្រទានរបស់អល់ឡោះចោះមកបើកបង្ហាញទៅដល់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមទី1គឺផ្ដោតទៅលើការអប់រំការសិក្សាការរៀនសូត្រការក្រេបយកនៅចំណេះដឹងអញ្ចឹងហើយបានសូរ៉ាដំបូងដែលអល់ឡោះស៊ុបហានវតាឡាបានបញ្ចុះមកនោះគឺសូរ៉ាអល់អាឡាក់ចឹងយើងដឹងហើយថាព្រឹត្តិការណ៍ដែលជាការីនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមគាត់ស្ថិតនៅក្នុងរូងភ្នំហេរ៉ាហើយនៅក្នុងយប់ទី17នៃខែរ៉ាម៉ាដនជីព្រីលអាឡៃហ៊ីសឡាមក៏បានចុះមកហើយមកជួបនប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមគឺជាព្រឹត្តិការណ៍ដំបូងហើយនប៊ីក៏មានការភ័យខ្លាចផងដែរនៅពេលនោះគឺជាជីព្រីលអាឡៃហ៊ីសឡាមបានអោបគាត់ហើយប្រាប់ថាមូហាម៉ាត់ចូលសូត្រនប៊ីយើងគាត់ប្រាប់ថាខ្ញុំអត់ចេះសូត្រទេគាត់អោបម្ដងទៀតជាលើកទី1លើកទី2លើកទី3រហូតដល់ជីព្រីលអាឡៃហ៊ីសឡាមបានប្រាប់នៅវ៉ាហីអល់ឡោះថាអ៊ីក្រអប៊ីស្មីរ៉ាប៊ីកាល់ឡាឌីខឡកអលអ៊ីនសានមីនអាឡាក់អ៊ីក្រអវរ៉ាបុកាល់ឡាឌីអក្រមអល្ឡាឌីអល្លាមប៊ីលកឡមអល្លាមអលអ៊ីនសានម៉ាឡាំយ៉ាឡាំនៅក្នុងអាយ៉ាតនេះគឺអល់ឡោះស៊ុបហានវតាឡាតម្រូវឲ្យបុគ្គលដែលជាមូស្លីមនឹងគឺត្រូវតែសូត្រត្រូវសិក្សាត្រូវរៀនសូត្រហើយអល់ឡោះស៊ុបហានវតាឡាបង្រៀនយើងឲ្យចេះអានចេះសូត្រចេះអីទាំងអស់ហ្នឹងគឺតាមរយៈប្រើប៊ិចស្លាបកាសរសេរកត់ត្រាហើយអល់ឡោះស៊ុបហានតាឡាបង្រៀនអល្លាមអលអ៊ីនសានម៉ាឡាំយ៉ាឡាំអ្វីដែលមនុស្សអត់ចេះហើយមនុស្សរៀនអល់ឡោះស៊ុបហានតាឡានឹងធ្វើឲ្យគាត់ចេះនឹងបើកផ្លូវឲ្យគាត់បង្ហាញផ្លូវដល់គាត់ដើម្បីគាត់ទទួលចំណេះចឹងអលហ្វិគ្រីយ៉ានេះគឺអ៊ីស្លាមរំដោះបញ្ញាញាណរបស់មនុស្សរបស់ប្រាជ្ញារបស់មនុស្សគំនិតរបស់មនុស្សឲ្យស្ថិតកុំឲ្យស្ថិតនៅក្រោមសម្ពាធនៃអបិយជំនឿជឿផ្ដេសផ្ដាស់អត់មានហេតុផលគឺអ៊ីស្លាមរំដោះខួរក្បាលប្រាជ្ញាញាណរបស់មនុស្សឲ្យរួចផុតអំពីភាពជាទាសករនៃអបិយជំនឿប្រពៃណីទំនៀមទម្លាប់ដែលខុសឆ្គងអ៊ីស្លាមរំដោះប្រាជ្ញារបស់មនុស្សនេះគឺឲ្យរួចផុតអំពីអំពើទាំងអស់នោះជាមួយនោះនៅក្នុងគម្ពីរអល់កុរអានក៏ជំរុញឲ្យយើងទាំងអស់គ្នានឹងគឺត្រូវតែធ្វើការត្រិះរិះពិចារណាឲ្យសមហេតុផលហើយនឹងអ្វីទាំងឡាយដែលមាននៅក្នុងចក្រវាឡគឺជាសញ្ញាផុសតាងដែលឲ្យយើងទាំងអស់គ្នាយកមកគិតអញ្ចឹងអ្វីសពបែបយ៉ាងនៅលើខ្លួនយើងនៅក្នុងចក្រវាឡគឺជាទ្វារមួយដើម្បីឲ្យយើងរិះគិតហើយយើង
ស្វែងយល់អំពីម្ចាស់ដែលទ្រង់បង្កើតយើងទាំងអស់គ្នាព្រមទាំងសភាវៈដែលមាននៅក្នុងនៅលើโลกនេះនៅក្នុងនោះគឺឲ្យយើងធ្វើការស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រឲ្យសមហេតុផលឲ្យមានអំណះអំណាងឲ្យមានភស្តុតាងច្បាស់លាស់នៅក្នុងនោះគឺអ៊ីស្លាមបានផ្សារភ្ជាប់រវាងវ៉ាហ៊ីរបស់អល់ឡោះស៊ុបហានវតាឡាការប្រទាននៅគម្ពីររបស់អល់ឡោះជាមួយនឹងប្រាជ្ញារបស់មនុស្សគេមិនឲ្យយើងគិតទៅតាមប្រាជ្ញារបស់យើងប៉ុន្តែគេឲ្យយើងទូទៀងផ្ទាត់ឲ្យយើងយកវ៉ាហ៊ីរបស់អល់ឡោះស៊ុបហានវតាឡាជាមូលដ្ឋាននៅក្នុងការគិតរបស់យើងពីព្រោះប្រាជ្ញារបស់មនុស្សទទួលចំណេះដឹងតាមរយៈវិញ្ញាណឥន្ទ្រីទាំង5របស់យើងតាមរយៈចក្ខុការដែលយើងមើលឃើញតមកយើងយកមកគិតការដែលយើងស្ដាប់ឮការដែលយើងប៉ះពាល់ការដែលយើងដឹងក្លិនការដែលយើងមើលឃើញអ្វីទាំងអស់នោះគឺវានាំទៅឲ្យខួរក្បាលជាចំណេះដឹងដូច្នេះអ្វីដែលឥន្ទ្រីទាំង5មិនអាចចាប់បានដូចជាតេតតនឹងជំនឿតេតតឋានសួគ៌ទាំងអស់នោះគឺវាទាមទារឲ្យយើងទាំងអស់គ្នាគឺយកទៅតាមអ្វីដែលជាព្រះបន្ទូលនៅក្នុងគម្ពីររបស់អល់ឡោះស៊ុបហានហូវតាអាឡាតេតតនឹងប្រាជ្ញាញាណមានន័យថាអ៊ីស្លាមតម្រូវឲ្យអ្នកមូស្លីមនឹងគឺត្រូវតែក្រេបយកនៅចំណេះវិជ្ជាខ្លះគឺជាកាតព្វកិច្ចដូចជាការស្គាល់អល់ឡោះការស្គាល់សាសនាការប្រតិបត្តិអ្វីសពបែបយ៉ាងតើតើនឹងហុគមតើតើនឹងច្បាប់ផ្សេងគឺជាកាតព្វកិច្ចបុគ្គលមួយទៀតជាកាតព្វកិច្ចសង្គមមានន័យថានៅក្នុងសហគមន៍បើសិនជាអត់មានអ្នកចេះពេទ្យអត់មានអ្នកចេះខាងវិស្វករអត់មានអ្នកចេះខាងជាងឈើអត់មានអ្នកចេះខាងមេកានិកអញ្ចឹងមានន័យថាសហគមន៍នឹងគឺអាចទទួលខុសត្រូវចំពោះអល់ឡោះស៊ុបហានវតាឡាអល់ឡោះនឹងសួរហើយបើសិនជានៅក្នុងសហគមន៍ហ្នឹងគឺមានអ្នកដែលចេះខាងហ្នឹងមានន័យថាសហគមន៍ហ្នឹងគឺបានរួចខ្លួនអំពីការទទួលខុសត្រូវនៅចំពោះអល់ឡោះស៊ុបហានវតាឡានេះគឺជាចំណុចមួយនៅក្នុងចំណោមចំណុចទាំង6នៅក្នុងប្រព័ន្ធនៃការអប់រំឬក៏ទស្សនៈអប់រំអ៊ីស្លាមនោះគឺការដុសខាត់ប្រាជ្ញាញាណរបស់មនុស្សឲ្យពោពេញទៅដោយពុទ្ធិចំណេះដឹងហើយនឹងគិតបែបគេហៅថាវិទ្យាសាស្ត្រនៅក្នុងការគិតរបស់អ្នកមូស្លីមចឹងថ្ងៃនេះគឺយើងយកមួយចំណុចនេះសិនហើយលើកក្រោយយើងនឹងតាក់ទងជាមួយនឹងអាគីដាអាកអ៊ីឌីយ៉ានតាក់ទងនឹងផ្នែកជំនឿសូមអរគុណវ៉ាសសាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុហ៍